Bàសួស្តីថ្ងៃនេះសូមទៅបន្តលំហាត់គណិតវិទ្យាថ្នាក់ទី11នៅក្នុងមេរៀនទី2ស្វេតនពុនសូមលើកយកលំហាត់ទី23ដែលលំហាត់ទី23របស់យើងគេឲ្យតួទីpនៃស្វេតនពុនស្មើនឹងគុយហើយតួទីគុយនៃស្វេតនពុនស្មើនឹង p ហើយគេឲ្យយើងបង្ហាញថាតួទី n នៃស្វេតនពុននោះស្មើនឹង p បូកគុយដល់ n អញ្ចឹងអ្វីដែលយើងមានតួទី p ស្មើនឹងគុយតួទីគុយស្មើនឹង p ហើយបង្ហាញថាតួទី n ស្មើ p បូកគុយដល់ n ហើយសូមទៅចម្លើយតែម្ដងអញ្ចឹងអ្វីដែលគេឲ្យបង្ហាញគេឲ្យយើងបង្ហាញថាតួទី n ស្មើនឹង p បូកគុយដល់ n ហើយអ្វីដែលយើងមានគឺគេឲ្យបង្ហាញតួទី n ស្មើនឹង p បូកគុយដល់ n ហ្នឹងគឺមានន័យថា un ស្មើ p បូកគុយដល់ n ឬក៏ p បូក q ដល់ n នៅក្នុងនេះយើងមានរូបមន្តតួទី n ស្វេតនពុនរបស់យើងគឺ un ស្មើនឹង u1 បូក n ដក1គុណនឹង d ហើយយើងដឹងថាតួទី p ឬក៏តួទី p នៃស្វេតនពុនស្មើនឹង q នោះយើងបាន p up ស្មើនឹង q ដែលគេប្រាប់ថាតួទី p គឺ up ស្មើនឹង q អញ្ចឹង up របស់យើងគឺស្មើនឹង q ហើយយើងអនុវត្តតាមរូបមន្ត un យើងជំនួស n ស្មើនឹង p យើងបាន up ស្មើនឹង u1 បូក n ដក1គុណនឹង d យើងជំនួស up យើងដោយ q អញ្ចឹងយើងបាន u1 បូក n ដក1គុណនឹង d ស្មើនឹង q ហើយខ្ញុំទាញ u1 ខ្ញុំបោះ p ដក1គុណនឹង d មកអង្គទី2ទៅជាដក p ដក1គុណនឹង d ខ្ញុំតាំងដោយទំនាក់ទំនង1ហើយសមត្ថកម្មទី2របស់យើងគឺថាតួទី q ស្មើនឹង p តួទី q ស្មើនឹង p អញ្ចឹងយើងបាន up ស្មើនឹង q អនុវត្តតាមប្រព័ន្ធ un ដដែលយើងបាន uq ស្មើនឹង u1 បូក q ដក1គុណនឹង d ហើយយើងជំនួស uq ដោយ p អញ្ចឹងយើងបាន u1 បូក n ដក1កតា d ស្មើនឹង p ហើយយើងទាញរក u1 មកយើងបាន p ដក q ដក1គុណនឹង d ដែលយើងបោះ q ដក 1d មកអង្គទី2យើងបានដក p ដក q ដក1គុណនឹង d ហើយយើងតាំងដោយទំនាក់ទំនង2អញ្ចឹងយើងតាមទំនាក់ទំនងទាំងពីរមានន័យថាទំនាក់ទំនងទី1 u1 ស្មើប៉ុណ្ណឹងទំនាក់ទំនងទី2 u1 ស្មើប៉ុណ្ណឹងអញ្ចឹងយើងបាន p ដកសំដៅ q ដក p ដក1កតា d ស្មើនឹង p ដក q ដក1កតា d ហើយយើងធ្វើការគុណពន្លាតនឹងពេលយើងគុណពន្លាតទៅយើងបាន dp នេះដក1គុណនឹងដកនេះបានបូក d នេះដក pd ហើយបូកជាមួយនឹង d ហើយយើងបោះវាមួយអង្គទី1មក d ជាមួយនឹង d នេះស្រួលបាត់ស្រួលអស់ហើយបន្ទាប់មកនៅក្នុងទំនាក់ទំនងនេះមាន4តួមាន p មាន q ដក pd ដក p បូក qd អញ្ចឹងខ្ញុំចាប់ d ជាកតាពេលខ្ញុំចាប់ d ជាកតាទៅយើងបាន p q ដក p គុណនឹង d យើងចាប់ d ចេញយើងសរសេរ q មុន q ដក p កតា d ហើយ q និង p អង្គទី1រុញទៅអង្គទី2ទៅជា q ដក p ហើយយើងទាញរក d មកយើងបាន q ដក p ចែកឲ្យ p ដក q យើងចាប់សញ្ញាដកចេញស្រួលទៅស្មើនឹងដក1មានថាស្វេតនពុនរបស់យើងមាន d ស្មើនឹងដក1បន្ទាប់ពីយើងស្គាល់ d ហើយយើងនឹងកំណត់តួទី n ដែលគេឲ្យបង្ហាញដែលស្មើនឹង p បូក q ដល់ n ហ្នឹងគឺតាមរូបមន្ត un ដដែលហើយ un របស់យើងគឺស្មើនឹង u1 បូក n ដក1គុណនឹង d ហើយយើងជំនួស d ដោយដក1ហើយនឹង u1 របស់យើងគឺយើងយក u1 របស់យើងគឺ p សំដៅ q ដក p ដក1កតា d ហើយនឹង d របស់យើងស្មើ1ចូលតំណែងun ហ្នឹងយើងបាន un ស្មើនឹង q ដក p ដក1កតា d ហើយកន្លែងនេះយើងគុណពលាតយើងបាន nd ដក d មកពី n ដក1កតា d ហើយយើងគុណពលាតទៅបាន nd ដក d នៅក្នុងនេះយើងគុណពលាតបន្តទៀតយើងបាននៅ p សំដៅ q
គុណបលាតមកយើងបាន PD នេះបូក D ហើយនឹងដក ND ដក D D ដក D នេះយើងសម្រួលចោលហើយជំនួស D ដោយលេខដក1មកយើងបានដក1គុណនឹងដក P ចេញបូក P ហើយនឹងដក1គុណនឹងបូក N ចេញដក N អញ្ចឹងយើងបាន UN របស់យើងគឺ P អញ្ចឹងយើងបាន UN របស់យើងគឺ P Q បូក P ដក N អញ្ចឹងនៅក្នុងលំហាត់នេះយើងអាចកំណត់ថាតួ TN នេះ fit នៅពន្ធរបស់យើងដែលតួ TN របស់យើងគឺ P បូក N P ដក N បូក Q គឺជាតួ TN ដែលសមត្ថកម្មរបស់យើងគឺប្រាប់តួ TN ស្មើនឹង Q តួ TP ស្មើនឹង Q ហើយនិងតួ TQ ស្មើនឹង P អញ្ចឹងនៅក្នុងការអនុវត្តលំហាត់ប្រភេទនេះគឺអ្វីដែលយើងត្រូវប្រើគឺប្រើរូបមន្តតួ TN ស្ថិតនៅពន្ធដែលរូបមន្តវិញគឺ UN ស្មើនឹង U1 បូក N ដក1គុណនឹង D សូមអរគុណ